ខ្ញុំបាទអំសិរិវិធីថ្ងៃនេះមានកិត្តិយសបានជួបលោកជាបុនដែលជាខ្មែរម្នាក់រស់នៅគ្រប់ជំនាន់នៅក្នុងប្រទេសកម្ពុជាយើងជម្រាបសួរលោកជាបុនបាទថ្ងៃនេះសូមអរគុណដែលបានអញ្ជើញមកចូលរួមជួយបកស្រាយអំពីបាទថ្ងៃនេះយើងនឹងពិភាក្សាអំពីសង្ខេបខ្លះអំពីវិធានការរបស់យួនកុម្មុយនីសហាណូយឈ្លានពានប្រទេសកម្ពុជាយើងបាទសូមអញ្ជើញលោកសូមអញ្ជើញបាទអរគុណសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ខ្ញុំឈ្មោះជាប៊ុនហើយខ្ញុំមានកិត្តិយសដើម្បីនឹងមកប្រកាសជូនជម្រាបបងប្អូនឲ្យដឹងអំពីផែនការរបស់យួនកុម្មុយនីសហាណូយដែលមានផែនការត្រួតត្រានឹងលេបទឹកដីប្រទេសកម្ពុជាយើងទាំងស្រុងហើយខ្ញុំជឿថាក្នុងពេលឆាប់នេះវានឹងបញ្ចប់ផែនការលេបទឹកដីរបស់យើងហើយដូច្នេះខ្ញុំអរគុណណាស់ដែលលោកវិធីបានអញ្ជើញខ្ញុំមកដើម្បីនឹងជួយបកស្រាយអំពីផែនការដ៏អាក្រក់នេះសម្រាប់ប្រទេសជាតិយើងបាទចុះលោកបានរស់នៅក្នុងជាច្រើនជំនាន់នៅក្នុងប្រទេសកម្ពុជាយើងតើលោកអាចសង្ខេបខ្លះទៅជំនាន់អ្វីខ្លះចាប់ដើមពីរាជនិយមមកបាទគឺទៅខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជា4ជំនាន់ហើយគឺកាលដែលខ្ញុំរស់នៅក្នុងយុវវ័យហើយនឹងនៅក្នុងយុវវ័យគឺខ្ញុំរស់នៅក្នុងរបបរាជានិយមគេហៅថារបបសង្គមរាជនិយមរបស់សម្ដេចសីហនុហើយខ្ញុំបានក្រោយមកទៀតក្រោយពេលដែលខ្ញុំបញ្ចប់ការសិក្សានៅអនុវិទ្យាល័យខ្ញុំក៏បានទៅរៀននៅសៀមរាបនៅវិទ្យាល័យសូរិយាវរ្ម័នទី2ហើយពេលនោះក្រោយបន្តិចមកក៏មានការផ្លាស់ប្ដូររបបទៅជារបបលន់នល់ខ្ញុំក៏បានរស់នៅក្នុងរបបលោកលន់នល់នឹងដែរហើយបានបម្រើការខ្លះនៅក្នុងផ្នែកកុម្មុយនីសនៅក្នុងខេត្តសៀមរាបរបបនេះជារបបអីរបបសាធារណរដ្ឋអូខេបាទដែលលោកលន់នល់ជាប្រធានាធិបតីហើយខ្ញុំក៏បានក្រោយមកទៀតពេលរបបសាធារណរដ្ឋលំទៅខ្ញុំក៏បានរស់នៅក្នុងរបបមួយដែលហៅថាកម្ពុជាប្រជាធិបតេយ្យគឺរបបខ្មែរក្រហមហើយខ្ញុំបានរស់នៅអរគុណព្រះអង្គខ្ញុំបានរស់នៅមកដល់សម័យក្រោយមកទៀតពេលដែលយួនបានចូលលុកលុយប្រទេសកម្ពុជាខ្ញុំក៏បានរស់នៅក្នុងរបបហ្នឹងមួយឆ្នាំដែរមុននឹងខ្ញុំចាក់ចេញពីប្រទេសកម្ពុជាមកប្រទេសទី3បាទពេលនោះកម្ពុជាដាក់ឈ្មោះថារដ្ឋកម្ពុជាបាទបន្ទាប់ពីកម្ពុជាប្រជាធិបតេយ្យជាជំនាន់ខ្មែរក្រហមមែនទេបាទចូលរដ្ឋកម្ពុជាបាទឥឡូវនេះដល់ពេលយើងចូលដល់រដ្ឋកម្ពុជានេះនៃយើងលោកនឹងបញ្ជាក់ខ្លះអំពីមាន7កតើកទី1ជាអ្វីកទី2ជាអ្វីសូមអញ្ជើញលោកអាចបកស្រាយជាសង្ខេបជូនបងប្អូនបាទដែលរដ្ឋកម្ពុជាបានសម្រេចនឹងបង្កើតក5ខ្ញុំជឿថាមិនមែនរដ្ឋកម្ពុជាជាអ្នកបង្កើតទេមិនមែនខ្មែរជាអ្នកបង្កើតទេកម្ពុជាគឺជាអ្នកទទួលទេតាមពិតទៅក5នេះគឺជាផែនការរបស់យួនផែនការរបស់យួនដើម្បីលេបយកទឹកដីខ្មែរតែខ5ហ្នឹងមិនបានសម្រេច100% មិនបានសម្រេចកើតទេបានជាខ្ញុំដឹងពីផែនការ2ទៀតគឺផែនការទី6និងផែនការទី7ទាំងអស់នេះដែលខ្មែរយើងហៅថាផែនការទី1នោះហៅថាក5ហើយក1ក6និងក7នេះដែលខ្ញុំបានដឹងពីផែនការចុងក្រោយនេះថាយួននឹងសម្រេចបាទហើយកទី1ជាអីកទី1ជាកែនណាបាទផែនការរបស់យួនក្នុងការលេបទឹកដីកម្ពុជាយើងគេប្រើថាកនេះកគឺក5ឬក7ក5មានន័យថាផែនការទី1ផែនការទី1គឺយួនបានប្រើលោកហ៊ុនសែនឲ្យបង្កើតក5នេះកនេះមានន័យថាកែន
កែនកម្លាំងយុវជន បាទក៏មួយកែនក៏ពីរកម្លាំង ក៏ពីរកម្លាំងមានន័យថាកែនកម្លាំងក៏3កាប់ព្រៃឲ្យស្រឡះហើយក៏4ការពារណាការពារហើយក៏5កម្ពុជាដូច្នេះមានន័យថាក1ដល់ក5មានន័យថាកែនកម្លាំងកាប់ព្រៃការពារកម្ពុជាបាទកាប់ព្រៃឲ្យស្រឡះអស់ទៅដើម្បីកុំឲ្យមានអ្នកតស៊ូយកធ្វើជាអ្នកតស៊ូជំរោគទីតាំងហើយការពារសង្ឃឹមថាវាបានសម្រេចបាទការពារទុកឲ្យគេនឹងហើយទុកឲ្យយួននឹងហើយបាទហើយប៉ុន្តែដោយសារមានរណសេមានកងទ័ពខ្មែរដែលនៅតាមព្រំដែនប្រឆាំងក៏មិនបានសម្រេចនៅឡើយទេបាទចុះកទី6និងទី7តើអាចមានន័យយ៉ាងម៉េចដែរកទី6ផែនការទី6ដែលហៅថាក6នោះមានន័យថាសម្លាប់កាប់សម្លាប់កទី3មានន័យថាកាប់អានឹងកាប់ព្រៃឯងបាទឃើញទេតែកទី6មិនមែនកាប់ព្រៃទេកាប់មនុស្សសម្លាប់មនុស្សគឺកាប់ប្រជាជនខ្មែរធ្វើយ៉ាងម៉េចពិសេសគឺកាប់សម្លាប់យុវជនខ្មែរដែលហៅថាកម្លាំងស្នូលឲ្យអស់ដើម្បីស្រួលកុំឲ្យគេតវ៉ាហើយដើម្បីនឹងត្រួតត្រាស្រួលងាយស្រួលបាទហើយរោទី6នេះគឺថាវិធីណាក៏ដោយឲ្យតែខ្មែរស្លាប់មែនទេបាទគេរកវិធីណាដើម្បីឲ្យខ្មែរស្លាប់ឲ្យអស់ជាពិសេសគឺកម្លាំងស្នូលហ្នឹងហើយបាទហើយដល់ពេលចូលទី7នៅពេលដែលយើងស្លាប់អស់ហើយនៅពេលដែលផែនការទី6ចប់សពគ្រប់មានន័យថាសម្រាប់យុវជនអស់ហើយនៅពេលបច្ចុប្បន្ននេះទី6មែនទេបាទឲ្យយុវជនទៅប្រទេសក្រៅទៅធ្វើការដោយវេទនាអស់ហើយចេញពីស្រុកគ្មានសិទ្ធិបោះឆ្នោតមានសិទ្ធិអីទេគេនៅគ្នាគេហើយគេយកយួនមកដើម្បីជួយបោះឆ្នោតទៅដើម្បីនឹងរើសសភាហ្នឹងគឺសភារបស់ CPP មានន័យថាសភារបស់គណៈបកសង្គ្រោះជាតិសន្ទុះសភារបស់គណៈបកប្រជាជនហើយគណៈបកប្រជាជននេះគឺជាគណៈបកអាយ៉ងយួនគណៈបកបំរើយួនគណៈបកដែលខ្ញុំកញ្ជិះយួនដូច្នេះកាលណាគណៈបកសង្គ្រោះសន្ទុះគណៈបកប្រជាជននេះឈ្នះគឺយួនឈ្នះហើយណាគណៈបកប្រជាជននឹងបង្កើតរដ្ឋសភាហើយរដ្ឋសភាហ្នឹងនឹងរើសនាយករដ្ឋមន្ត្រីវាបានតែទៅខាងលោកហ៊ុនសែននិងគណៈបកប្រជាជនដដែលនឹងដល់ដំណាក់កាលកាន់កាប់មែនទេដល់ពេលគណៈបកCPP នឹងឈ្នះហើយគេធ្វើវិសោធនកម្មច្បាប់ដើម្បីកែច្បាប់រដ្ឋធម្មនុញ្ញថាតើវាសនារបស់ប្រទេសកម្ពុជានឹងត្រូវធ្វើយ៉ាងម៉េចគឺធ្វើយ៉ាងឲ្យយួនត្រួតត្រានឹងហើយពីព្រោះផែនការយួនបានដាក់ឲ្យ CPP ធ្វើដើម្បីនឹងឲ្យគណៈបកប្រជាជននឹងឯងធ្វើឲ្យធ្វើកិច្ចការនឹងសម្រាប់យួនហើយដើម្បីប្រគល់កម្ពុជាយើងនឹងទៅឲ្យយួនត្រួតត្រាឲ្យយួនកាន់កាប់ដូចជាប្រទេសលាវដែរបាទហើយដល់ក្រោយមកទៀតប្រហែលជាអ្នកដែលបំរើយួនសត្វថ្ងៃជាអាយ៉ងយួននោះក៏មិនអាចនៅសក់បានដែរថ្ងៃក្រោយមែនទេពេលដែលយួនកាន់កាប់ប្រទេសខ្មែរទាំងស្រុងហើយយួននឹងមានធ្វើផែនការសម្រាប់ត្រួតត្រាហើយត្រួតត្រាមិនមែនត្រួតត្រាតែពួកចំនួនលោកហ៊ុនសែនទេគឺត្រួតត្រាទាំងកូនលោកហ៊ុនសែនត្រួតត្រាទាំងចៅលោកហ៊ុនសែនអាចចៅទួតលោកហ៊ុនសែនហើយត្រួតត្រាកូនចៅទាំងអស់គ្នានឹងទៅចំនួនក្រោយហើយយើងនឹកចាំនេះពេលនៅបារាំងកាន់កាប់ធ្វើអាណានិគមនៅលើស្រុកខ្មែរគេឲ្យខ្មែរយើងក្បាលយើងម្នាក់នឹងបងពួនឲ្យបារាំងឃើញទេបងពួនជាប្រាក់ឲ្យបារាំងមិនមែនបងពួនតែកែវឬក៏ទឹកដីផ្ទះសម្បែងនេះបងពួនមនុស្សទៀតនេះមនុស្សនេះត្រូវបងពួនឃើញទេហើយយើងដឹងថានេះជាមេរៀនដែលយួននឹងប្រព្រឹត្តដូចគ្នាដែរហើយនៅពេលដែលយើងចាញ់គេហើយយួនត្រួតត្រាប្រទេសកម្ពុជាយើងបានទាំងស្រុងហើយមនុស្សខ្មែរយើងក៏ជារបស់យួននេះជាកម្មសិទ្ធិរបស់យួនទ្រព្យសម្បត្តិនៅក្នុងប្រទេសកម្ពុជាជារបស់យួនដូច្នេះនឹងជារបស់យួននឹងជាវាคล้ายទៅជារបស់យួនទាំងអស់ដូច្នេះយួនអាចនឹងយកទ្រព្យសម្បត្តិណាមួយទៅប្រទេសគេក៏បានឬប្រើប្រាស់ជាសម្បត្តិរបស់គេនៅក្នុងជាប្រយោជន៍របស់គេក៏បានយើងអាចបងពួនឲ្យទៅយួនក៏អាចដូច្នេះគេអាចរៀនមេរៀននឹងតាមបារាំងដែរ
ដូច្នេះគ្មានអ្នកណាមួយរួចខ្លួនទេកូនពួកគណៈបកសង្គ្រោះជាតិក៏ត្រូវតែបងពួនឲ្យយួនកូនរបស់ពួកគណៈបកប្រជាជនចៅរបស់គណៈបកប្រជាជនចៅទួនរបស់គណៈបកប្រជាជនក៏ត្រូវតែបងពួនឲ្យយួនអនាគតទៅមុខប្រទេសកម្ពុជានឹងទៅជាប្រទេសយួនដូចជាដូចយួនយកកម្ពុជាក្រោមអញ្ចឹងហើយទីក្រុងព្រៃនគរភ្នំពេញនេះនឹងក្លាយទៅជាទីក្រុងព្រៃនគរទី2ហើយឃើញទេនៅពេលដែលព្រៃនគរយើងឃើញព្រៃនគរពីដើមមិញថាព្រៃនគរប៉ុន្តែឥឡូវពេលដែលគេយកបានគេដាក់ឈ្មោះថាសៃហ្គនបាទឥឡូវចេញសៃហ្គនទីក្រុងភ្នំពេញដល់ពេលគេយកបានគេឈប់ដាក់ភ្នំពេញទៀតហើយបងប្អូនទៅរកភ្នំពេញឈប់ឃើញហើយបងប្អូនទៅរកទីក្រុងណាំយ៉ាងបានឃើញឃើញទេដូច្នេះបងប្អូនត្រូវចប់ហើយដូច្នេះគ្មានពេលទៀតទេដូច្នេះបើសិនជាបងប្អូនមិនដឹងខ្លួនទេមិនកែប្រែទេមិនរួបរวมគ្នាទេមិនស្រឡាញ់ខ្មែរទេបងប្អូនស្រឡាញ់យួនថ្ងៃមួយយួននឹងសម្លាប់បងប្អូនវិញដូចជាក្រពើអញ្ចឹងឃើញទេដូចពស់លេមកែបអញ្ចឹងមែនទេបាទដូចពស់ថ្លាន់លេបសត្វឆ្លុះអញ្ចឹងបាទអញ្ចឹងអរគុណបាទដែលយើងជាខ្មែរជួនរួមជាតិទាំងអស់យើងត្រូវតែរួបរวมគ្នាឈប់លៀបពើគ្នាទៅវិញទៅមកហើយរួបរวมគ្នាដើម្បីប្រឆាំងរបបឃ្លានពានរបស់យួនមកលើប្រទេសកម្ពុជាយើងហើយនឹងអាយ៉ងរបស់វាដែលជាគណបក CPP សប្តាហ៍ថ្ងៃ